ចិត្តដាច់ឆ្នាំ2025ហើយចូលឆ្នាំ2026នៅសល់តែប្រហែលថ្ងៃទៀតទេហើយសម្រាប់ឆ្នាំថ្មីនេះមានតែគេខ្លះដែលចង់បង្កើនជំនាញថ្មីសម្រាប់ខ្លួនឯងនៅក្នុងឱកាសការងារក៏ដូចជាឱកាសក្នុងការពង្រីកអាជីពខ្លួនឯងនៅក្នុងឆ្នាំថ្មីនេះហើយថ្ងៃនេះយើងមានជាវីដេអូថ្មីមួយដែលតាក់ទងជាមួយនឹងការ design ជាមួយនឹងកែវកាហ្វេហើយបើសិនបើអ្នកនរគ្នាចាប់អារម្មណ៍អាចមើលជាមួយនឹងវីដេអូនេះបានដែលយើងនឹងសិក្សាអំពីបច្ចេកទេសមួយចំនួនដែលអ្នកនរគ្នាមិនត្រឹមតែយកទៅ design ប្រភេទកែវឬក៏ប្រភេទ poster បែបនេះទេអាចយកទៅ design ជាមួយនឹង poster ផ្សេងៗទៀតទៅតាមចិត្តបែបអ្នកនរគ្នាឬក៏តាមតម្រូវការរបស់អ្នកនរគ្នាទៅតាមប្រភេទការងាររៀងខ្លួនអញ្ចឹងឥឡូវយើងទៅមើលពីវីដេអូនឹងទាំងអស់គ្នាអញ្ចឹងដំបូងនៅពេលដែលអ្នកនរគ្នាចូលទៅកាន់ Photoshop មកហើយដើម្បីអាចបង្កើតជាមួយនឹងផ្ទាំងកិច្ចការថ្មីមួយអ្នកនរគ្នាអាចចូលទៅកាន់ file មកបន្តមកទៀតយកពាក្យថា new ហើយអ្នកនរគ្នាត្រូវបង្កើតជាមួយនឹងផ្ទាំង select កិច្ចការថ្មីមួយសម្រាប់ទៅតាមតម្រូវការរូបភាពរបស់អ្នកនរគ្នាអញ្ចឹងចំពោះទំហំនៃរូបភាពនេះគឺខ្ញុំយក1080គុណទៅឲ្យនឹង1350ហើយចំពោះកន្លែង artboard នេះខ្ញុំយក tick ដើម្បីងាយស្រួលបង្កើត artboard មួយទៀតដើម្បីមើលនិងផ្ទៀងផ្ទាត់ជាមួយនឹង artwork ដែលខ្ញុំកំពុងតែធ្វើតាមនេះអញ្ចឹងបន្ទាប់ពីយើងសេរីຂະຫນាតអីហើយអស់ហើយយើងអាចចុចពាក្យថា create នេះបានបន្ទាប់ពីចុចពាក្យថា create ហើយខ្ញុំអាចបង្កើតជាមួយនឹង artboard ថ្មីមួយទៀតដោយខ្ញុំឈរនៅលើ tool នេះគឺ move tool បន្តមកទៀតខ្ញុំ mouse ស្ដាំមកចូលមកកាន់ tool មួយទៀតគឺមានឈ្មោះថា artboard tool ឬក៏អ្នកនរគ្នាគ្រាន់តែចុច shortcut អក្សរ V ក៏បានដែរជាមួយនឹង tool នេះបន្តមកទៀតអ្នកនរគ្នាអាចចុចមកកាន់អក្សរបុកនេះមកដើម្បីបង្កើតជាមួយនឹង artboard មួយទៀតដើម្បីយករូបភាពមកដាក់ផ្ទៀងផ្ទាត់ជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើនេះអូខេអញ្ចឹងនេះគឺជា artwork គំរូដែលយើងនឹងធ្វើនៅក្នុងថ្ងៃនេះជាដំបូងខ្ញុំនឹងធ្វើការបង្កើតជាមួយនឹង background ជាមុនសិនអញ្ចឹងចំពោះខាងក្រោមនេះយើងឃើញថាមានជាមួយនឹង shape មួយដែលខ្ញុំគូស shape មួយសម្រាប់ធ្វើជា background អញ្ចឹងខ្ញុំអាចចូលទៅកាន់ rectangle tool នេះមកដើម្បីធ្វើការបង្កើត shape មួយហើយខ្ញុំចូលនៅលើ artboard របស់ខ្ញុំបន្តមកទៀតខ្ញុំធ្វើការ mouse ឆ្វេងឲ្យជាប់ហើយចាប់ដើមគូស shape ហ្នឹងមកហើយខ្ញុំអាចធ្វើការរំកិល shape ហ្នឹងបានដោយនៅពេលដែលខ្ញុំកំពុងតែគូនេះខ្ញុំអាចធ្វើការរំកិល shape ហ្នឹងបានដោយគ្រាន់តែចុច space មកគឺខ្ញុំអាចរំកិលបានដែរបន្តមកទៀតនៅពេលដែលខ្ញុំរំកិលវាមកចាំទីតាំងដែលខ្ញុំចង់បានហើយខ្ញុំធ្វើការបលែង space ហើយនឹងបលែង mouse ឆ្វេងរបស់ខ្ញុំចេញមកគឺវានឹងនៅត្រង់កន្លែងហ្នឹងហើយខ្ញុំក៏អាចធ្វើការដូរពណ៌បានដែរដោយចូលនៅលើ rectangle tool នេះមកបន្តមកទៀតមកមើលកន្លែងខាងលើនេះហើយបន្តមកទៀតខ្ញុំអាចធ្វើការដូរពណ៌វាបានខ្ញុំចុចកន្លែង fill នេះហើយខ្ញុំអាចធ្វើការដូរពណ៌វាបានបន្តមកទៀតខ្ញុំនឹងយកជាមួយនឹងផ្ទៃមេឃនេះមកដាក់ជាមួយនឹង background ហើយចំពោះផ្ទៃមេឃនេះគឺខ្ញុំបាន download រូបភាពរួចជាស្រេចអញ្ចឹងខ្ញុំអាចចូលទៅកាន់ folder របស់ខ្ញុំមកបន្តមកទៀតខ្ញុំធ្វើការទាញមេឃនេះចូលមកកាន់ artboard របស់ខ្ញុំហើយខ្ញុំអាចចុច option ឬក៏ចុច control ជាប់មកហើយធ្វើការទាញវាមកប៉ុណ្នេះហើយឃើញថារូបភាពមែនតើទៅគឺរូបភាពនេះនៅត្រូវនៅខាងក្រោយនៃ shape នេះអញ្ចឹងដោយសារតែ layer របស់វានៅខាងលើខ្ញុំអាចទាញ layer នៃមេឃហ្នឹងទៅខាងក្រោយនៃ shape ហ្នឹងវិញអញ្ចឹងដើម្បីអាចសេរីបានយើងត្រូវឈរនៅកន្លែង layer នេះបន្តមកទៀតយើងធ្វើការទាញ layer របស់ sky ហ្នឹងមកក្រោមមកបន្ទាប់ពីធ្វើការទាញ layer របស់ sky របស់មេឃហ្នឹងមកក្រោយហើយឥឡូវខ្ញុំនឹងទៅយកជាមួយនឹងកែវmatcha ក៏ដូចជាកែវកាហ្វេនេះដើម្បីមកដាក់នៅក្នុង artwork របស់យើងអញ្ចឹងខ្ញុំចូលទៅកាន់ខ្ញុំអាចធ្វើការ select ដោយចុច shift មកហើយបន្តមកទៀតខ្ញុំទាញកែវកាហ្វេទាំងពីរហ្នឹងចូលមកខ្ញុំ enter ហើយបន្តមកទៀតខ្ញុំធ្វើការ select កែវទាំងពីរហ្នឹងអញ្ចឹងខ្ញុំដឹងថា layer 2នេះគឺជា layer របស់កែវទាំងពីរហ្នឹងអញ្ចឹងខ្ញុំអាចចុច shift មួយទៀតមកដើម្បីចុច mouse ឆ្វេងនៅលើ layer ខាងក្រោមនេះដើម្បីឲ្យវាចូលគ្នាបន្តមកទៀតខ្ញុំចុច control ឬក៏ command T ហើយខ្ញុំចុច option ឲ្យជាប់បន្តមកទៀតខ្ញុំចុច mouse ឆ្វេងដើម្បីទាញកែវហ្នឹងឲ្យមកក្រោមរៀងទូចខ្ញុំគិតថាប៉ុណ្ណេះហើយខ្ញុំអាចអូស layer ហ្នឹងនៅទៅខាងលើមកបន្តមកទៀតខ្ញុំធ្វើការតម្រៀបកែវហ្នឹងអាចតម្រៀបនៅកន្លែងនេះអូខេ
ហើយខ្ញុំរៀបកៅមួយឆានេះកន្លែងនេះមួយខ្ញុំអាចរៀបកន្លែងកាហ្វេនេះគឺនៅកន្លែងនេះមួយបន្តមកទៀតខ្ញុំគិតថាវារៀងតូចអញ្ចឹងខ្ញុំអាច break វាបានដោយចុច control ឬក៏ command T មកបន្តមកទៀតចុច option ឬក៏ L ឲ្យជាប់មកហើយខ្ញុំអាចទាញឲ្យវារៀងធំបន្តិចមកហើយខ្ញុំចុច return ឬក៏ចុច enter មកបន្តមកទៀតខ្ញុំធ្វើការ zoom វាចូលដោយចុច option ឲ្យជាប់ហើយ scroll in មកអូខេខ្ញុំអាចរំកិលបែបនេះបានដោយចុច space ជាប់ហើយចុច mouse ឆ្វេងអញ្ចឹងខ្ញុំអាចធ្វើការរំកិលបែបនេះបានអញ្ចឹងខ្ញុំអាចចុចនៅលើ layer នេះមួយទាញមកគៀនមកចុច layer នេះមួយទាញមកគៀនមកប៉ុណ្ណេះខ្ញុំគិតថាប៉ុណ្ណេះគឺសមល្មមហើយអញ្ចឹងខ្ញុំអាចធ្វើការដាក់អក្សរនេះមួយទៀតគឺ buy one free one ហើយនេះគឺជា style មួយហើយមែនតើ artwork នេះគឺខ្ញុំយក concept ចេញមកពី Pinterest ហើយមួយទៀតបើសិនបើអ្នកនរគ្នាចង់សាកល្បងធ្វើជាមួយនឹង poster នេះដែរអាចធ្វើការ download asset បាននៅក្នុង channel Telegram ដែលខ្ញុំនឹងដាក់នៅក្នុង description ខាងក្រោមនេះអាចចូលទៅ download ទាំងអស់គ្នាដើម្បីសាកល្បងធ្វើជាមួយនឹង poster នេះបានអញ្ចឹងឥឡូវខ្ញុំសាកធ្វើជាមួយនឹងអក្សរនេះមកអញ្ចឹងដើម្បីបង្កើតអក្សរបានយើងចាំថាយើងចូលទៅកាន់ tab tool អញ្ចឹងចូលទៅកាន់ tab tool នេះមួយមកហើយខ្ញុំចុចកន្លែងនេះមួយខ្ញុំដាក់ពាក្យថា buy អូខេបន្តមកទៀតខ្ញុំចូលទៅកាន់ move tool មកដើម្បីបដូរទិសដៅរបស់អក្សរហ្នឹងហើយខ្ញុំអាច copy អក្សរហ្នឹងបានដោយចុច option ឬក៏ចុច Alt ឲ្យជាប់បន្តមកទៀតខ្ញុំដាក់កន្លែងអក្សរ free នេះមួយទៀតហើយបន្តមកទៀតខ្ញុំចុច option ឬក៏ Alt មួយទៀតមកដើម្បីទាញ copy អក្សរមួយទៀតហើយខ្ញុំចូល tab tool ហើយខ្ញុំចុចលើនឹងមួយចុច command ឬក៏ control A ដើម្បី select វាអស់បន្តមកទៀតខ្ញុំចុចលេខ1មកអូខេហើយបន្តមកទៀតខ្ញុំធ្វើការតម្រៀបវាអូខេអញ្ចឹងខ្ញុំនឹងធ្វើការដូរ font វាដោយខ្ញុំចុច select layer អក្សរទាំង3ហ្នឹងមកបន្តមកទៀតខ្ញុំចូលទៅកាន់character បន្តមកទៀតខ្ញុំធ្វើការដូរជាមួយនឹង font របស់វាអញ្ចឹង font របស់វាគឺ Zuckerly Kitchen អញ្ចឹងខ្ញុំដាក់ប៉ុណ្ណេះមកបន្តមកទៀតខ្ញុំចុច command T ហើយខ្ញុំចុច option ឬក៏ចុច Alt ឲ្យជាប់ដើម្បីទាញវាឲ្យរៀងធំបន្តិចដល់ប៉ុណ្ណេះមក control បន្តទៀតខ្ញុំសេរីជាមួយនឹង font នឹងក្រោមនេះបន្តិចអូខេបន្តមកទៀតខ្ញុំធ្វើការ select layer ទាំង3ហ្នឹងមកហើយចូលទៅកាន់ character ដដែលហើយខ្ញុំធ្វើការដូរជាមួយនឹងពណ៌អញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកកាន់ color នេះចូលមកកាន់ចុចពីរដងនៅលើ color នេះមកបន្តមកទៀតអ្នកនរគ្នានឹងអាចផ្តិតយកពណ៌ផ្សេងដែលមាននៅក្នុង artboard ហ្នឹងបានអញ្ចឹងឧទាហរណ៍ថាខ្ញុំផ្តិតនៅលើពណ៌នេះអញ្ចឹងផ្តិតមើលលើវាមួយមកឃើញអត់ពណ៌វាមកដូចគ្នាអញ្ចឹងចុច OK មកហើយដើម្បីឲ្យងាយស្រួលដើម្បីកុំឲ្យច្រឡំខ្ញុំនឹងបង្កើត group មួយសម្រាប់ layer របស់ text ហ្នឹងអញ្ចឹងដើម្បីឲ្យបង្កើត group បានយើង select layer ទាំង3ហ្នឹងមកដល់នេះចុច mouse ស្ដាំហើយរកពាក្យថា group layer អញ្ចឹងមួយណាជា group layer នេះ new group from layer ឬក៏អ្នកនរគ្នាអាចចុច control ឬក៏ command G មកនឹងបង្កើតជាមួយនឹង group នៃ text នឹងបានអញ្ចឹងខ្ញុំអាចដាក់អក្សរថា text ហើយយើងបង្កើត group ហ្នឹងដើម្បីអីដើម្បីងាយស្រួលនៅពេលដែលយើងរកជាមួយនឹងអក្សរផ្សេងយើងអាចគ្រាន់តែម៉ៅឆ្វេងនៅលើ group ហ្នឹងមកគឺយើងឃើញផ្ទាំងអក្សរនៅក្នុង group ហ្នឹងហើយបើសិនបើអ្នកនរគ្នាចង់រំកិលម្ដងទាំងអស់គ្រាន់តែចូលនៅលើ group ហ្នឹងមកហើយចុច command T គឺយើងអាចរំកិលម្ដងទាំងអស់បានហើយបើសិនបើអ្នកនរគ្នាខុសគ្រាន់តែ command Z ឬក៏ control Z មកអញ្ចឹងបន្ទាប់ពីបង្កើតអក្សរហើយឥឡូវយើងនឹងទៅធ្វើការបង្កើតជាមួយនឹងពន្លឺហើយនឹងស្រមោលមួយចំនួននៅលើ poster នេះអញ្ចឹងដំបូងយើងមើលមកកាន់ sample artwork របស់យើងគឺយើងធ្វើការបង្កើតជាមួយនឹងចំណាំងផ្លាតមុនអញ្ចឹងដើម្បីបង្កើតចំណាំងផ្លាតហ្នឹងបានដំបូងខ្ញុំចូលនៅ layer នេះមួយបន្តមកទៀតខ្ញុំចុច command J មកហើយខ្ញុំចុច command T ហើយចុច mouse ស្ដាំមួយទៀតបន្តមកទៀតយកពាក្យថា flip vertical
ហើយខ្ញុំធ្វើការចុច shift បញ្ចូលដើម្បីទាញវាមកក្រោមមកអូខេទាញមកប៉ុណ្នេះហើយខ្ញុំចុច enter ខ្ញុំទាញ layer ហ្នឹងមកខាងក្រោមមកបន្តមកទៀតខ្ញុំធ្វើការបន្ថយ opacity វាបន្តិចប៉ុណ្នេះហើយបន្តមកទៀតខ្ញុំកើតជាមួយនឹង mask មួយដើម្បីបដិញជាមួយនឹងចំណាំងផ្លាតហ្នឹងពីស្រាលទៅធ្ងន់ឬក៏ពីច្បាស់ទៅព្រាលកាន់តែខ្លាំងអញ្ចឹងខ្ញុំចូលនៅលើ gradient tool នេះមកបន្តមកទៀតខ្ញុំចូលកន្លែងនេះហើយយកពាក្យ basic ហើយខ្ញុំយកសខ្មៅនេះហើយខ្ញុំធ្វើការទាញពីក្រោមឡើងទៅលើមកប៉ុណ្នេះហើយខ្ញុំធ្វើការ select ជាមួយនឹងចំណាំងផ្លាតហ្នឹងជាមួយនឹងកែវនេះខ្ញុំចុច command G ឬក៏ control T មួយមកហើយខ្ញុំបង្កើតគ្រប់ឲ្យវាមួយបន្តមកទៀតខ្ញុំដាក់ពាក្យថា matcha frame ចាអញ្ចឹងនេះគឺជាគ្រប់របស់ matcha ដែលមានកែវ matcha ជាមួយនឹងចំណាំងផ្លាតរបស់វាហើយនៅអត់ទាន់អស់ទេអញ្ចឹងខ្ញុំធ្វើការបង្កើតជាមួយនឹងសមោលខាងក្រោមនេះអញ្ចឹងខ្ញុំអាចចូលនៅក្នុងក្រុមនេះដដែលហើយខ្ញុំបង្កើតជាមួយនឹង layer ថ្មីមួយអូខេនេះកន្លែងនេះខ្ញុំនឹងធ្វើការបង្កើត layer ថ្មីមួយបន្តមកទៀតខ្ញុំចូលទៅកាន់ brush tool នេះដើម្បីបង្កើតសមោលមួយចូល brush tool បន្តមកទៀតខ្ញុំចូលកន្លែងនេះខ្ញុំចូលកន្លែងនឹងមួយមកបន្តមកទៀតខ្ញុំធ្វើការស្រេកន្លែង tool នេះស្រេវាទៀបបន្តិចអញ្ចឹងយើងមើលឃើញថាវាបានប៉ុណ្នេះអញ្ចឹងខ្ញុំធ្វើការស្រេវាតិចទៀតអូខេហើយខ្ញុំចុច option ហើយ scroll ទៅមុខតិចមកដើម្បីបង្រិចវាបន្តិចហើយដើម្បីអាចបង្រិចជាមួយនឹងbrush tool នៅបានយើងចុចជាមួយនឹងគ្នាបបើកឬក៏គ្នាបបិទមកដើម្បីបង្រិចឬក៏បង្រួមអញ្ចឹងខ្ញុំអាចដាក់ប៉ុណ្នេះខ្ញុំធ្វើការចុចមួយមកអូខេអញ្ចឹងចុចប៉ុណ្នេះវាអត់សូវដិតទេអញ្ចឹងខ្ញុំអាចតឡើង hardness នេះបន្តិចបន្តមកទៀតខ្ញុំធ្វើការចុចម្ដងទៀតអូខេប៉ុណ្នេះនៅអត់ទាន់អញ្ចឹងខ្ញុំអាចតឡើង workflow នេះបន្តិចមកបន្តមកទៀតខ្ញុំធ្វើការចុចម្ដងទៀតខ្ញុំអាចតឡើង hardness នេះបន្តិចទៀតមកអូខេប៉ុណ្នេះអញ្ចឹងខ្ញុំអាចតឡើង hardness នេះ 80% ហើយខ្ញុំធ្វើការបរួមជាមួយនឹង tool នេះបន្តិចមកហើយខ្ញុំធ្វើការចុចវាមួយអូខេវារៀងវាបន្តិចអញ្ចឹងខ្ញុំអាចធ្វើការស្រេ tool នេះមកឲ្យវារៀងត្រង់បន្តិចអាចថា0ប៉ុណ្នេះបន្តមកទៀតខ្ញុំចូលទៅមើលកន្លែងនេះហើយខ្ញុំទាញ opacity នេះអស់មកបន្តមកទៀតខ្ញុំចុចកន្លែងនេះមួយអូខេចុចថែមមួយទៀតអូខេឃើញថាវារៀងដិតពេកអញ្ចឹងខ្ញុំអាចចូលនៅលើ move tool នេះមកបន្តមកទៀតខ្ញុំធ្វើការចូលនៅលើ layer របស់ស្មៅហ្នឹងបន្តមកទៀតធ្វើការបន្ថយ opacity វាបន្តិចមកហើយបើវាមើលទៅរៀងធំពេកខ្ញុំអាចចុច command T ដើម្បីបង្រួមវាបន្តិចមកប៉ុណ្នេះអូខេហើយបន្តមកទៀតខ្ញុំឃើញថាកែវកាហ្វេនេះហើយនឹងកែវ matcha នេះមានទម្រង់ស្តៀងគ្នាអញ្ចឹងខ្ញុំអាចធ្វើការ copy សមោលហ្នឹងដើម្បីយកទៅដាក់ជាមួយនឹងកែវកាហ្វេនេះបានអញ្ចឹងខ្ញុំអាចចុច command J ឬក៏ control J មកបន្តមកទៀតខ្ញុំចុច command T ឬក៏ control T មកហើយចុច shift បញ្ចូលដើម្បីទាញសមោលនេះអូខេប៉ុណ្នេះខ្ញុំអាចរំកិលកែវកាហ្វេនេះទៅខាត់លើបន្តិចប៉ុណ្នេះមកហើយខ្ញុំធ្វើការទាញសមោលហ្នឹងទៅកន្លែងកាហ្វេហ្នឹងបន្តមកទៀតខ្ញុំធ្វើការបង្កើតគ្រប់ឲ្យវាមួយដោយចុច control ឬក៏ command J control ឬក៏ command G
តើខ្ញុំដាក់ថា Starbucks frame អូខេបន្តមកទៀតខ្ញុំឈរនៅលើកែវ Starbucks ហ្នឹងមកហើយបង្កើតជាមួយនឹងចំណាំងផ្លាតនេះមួយដែរអញ្ចឹងខ្ញុំចូលលើ Starbucks ខ្ញុំចុច Control ឬក៏ Command J Control Command T មួយទៀតមកចុច Mouse ស្ដាំបន្តមកទៀតយកពាក្យថា Flip Vertical ហើយខ្ញុំចុច Shift ចុចដើម្បីទាញវាមកត្រង់នោះក្រោមមកដាក់ប៉ុណ្នេះបន្តមកទៀតខ្ញុំទាញវាមកក្រោមហើយបង្កើតម៉ាស់ឲ្យវាមួយដោយខ្ញុំចុចចូលកន្លែងនេះកន្លែង layer mask នេះចុចលើវាមួយមកឃើញថាខ្ញុំអាចបង្កើត mask ថ្មីមួយដើម្បីឲ្យកែវ Starbucks ហ្នឹងបន្តមកទៀតខ្ញុំចូលមកកាន់ gradient tool ចូលមកកាន់ gradient tool ហើយកន្លែងនេះខ្ញុំយកសខ្មៅនេះ basic បន្តមកសខ្មៅនេះហើយខ្ញុំធ្វើការទាញវាពីក្រោមឡើងទៅលើប៉ុណ្នេះហើយខ្ញុំធ្វើការបន្ថយ opacity វាបន្តិចអូខេប៉ុណ្នេះមកបន្តមកទៀតខ្ញុំឃើញថាកន្លែងនេះគឺគេដាក់ជាមួយនឹងពន្លឺវារៀងខ្លាំងបន្តិចអញ្ចឹងកន្លែងនេះអាចថាជា rim light ឬក៏ពន្លឺរៀងខ្លាំងបន្តិចមកអញ្ចឹងដើម្បីអាចបង្កើតពន្លឺនឹងបានខ្ញុំចូលនៅលើកែវនឹងមួយបន្តមកទៀតខ្ញុំបង្កើត layer ថ្មីមួយទៀតហើយខ្ញុំចុចធ្វើម៉េចឲ្យ layer ថ្មីហ្នឹងចូលនៅលើ layer របស់កែវកាហ្វេនេះបន្តមកទៀតខ្ញុំចុច mouse ស្ដាំយកពាក្យថា create clipping mask មួយណា create clipping mask នេះ create clipping mask បន្តមកទៀតខ្ញុំចូលទៅកាន់ pen tool ចូលទៅកាន់ brush tool មកហើយខ្ញុំធ្វើការសេរីវាបន្តិចខ្ញុំធ្វើការសេរីកន្លែង round នេះឲ្យវាមូលមកវិញមកបន្តមកទៀតកន្លែង hard នេះខ្ញុំតម្លាក់វាអស់ហើយកន្លែង flow នេះខ្ញុំបន្ថយវាបន្តិចមកហើយខ្ញុំចុចគ្នាបិទឬគ្នាបើកដើម្បីបង្រីកឬក៏បង្រួមទំហំរបស់វាហើយកន្លែងនេះគឺខ្ញុំយកពណ៌សបន្តមកទៀតខ្ញុំធ្វើការគូសវាមកទៅបន្តិចហើយបន្តមកខ្ញុំធ្វើការគូសវាមកអូខេហើយកន្លែងនេះខ្ញុំអាចធ្វើការគូសវាដែរមកគេថាវាងាយមែនតើហើយអ្នកនរគ្នាមើលមួយអនុវត្តមួយតាមបច្ចេកទេសនេះខ្ញុំអាចគូសកន្លែងនេះបន្ថែមទៀតមកអូខេបន្តមកទៀតកន្លែងនេះដូចគ្នាខ្ញុំទៅបង្កើត layer ថ្មីមួយកន្លែងmatcha ហ្នឹងនេះកន្លែង matcha ហើយនេះកែវកាហ្វេអញ្ចឹងខ្ញុំអាចបង្កើត layer ថ្មីមួយបន្តមកទៀតមកស្ដាំយកពាក្យថា create clipping mask បន្តមកទៀតខ្ញុំចូលមកកាន់ brush tool នេះយកពណ៌សហើយខ្ញុំធ្វើការគូសអូខេធ្វើការគូសស្រាលថើមកដើម្បីបង្កើតជាមួយនឹងពន្លឺមួយដែលវារៀងភ្លឺពីអង្គរអូខេយើងអាចធ្វើមួយមកដើម្បីឲ្យ artwork របស់យើងគឺកាន់តែមានរសជាតិមើលទៅវាកាន់តែមានសោភ័ណភាពអូខេបានប៉ុណ្្នឹងហើយខ្ញុំគិតថា artwork របស់ខ្ញុំរៀងស្ទើរកែវកាហ្វេហ្នឹងរៀងស្ទើរបន្លឺបន្តិចអញ្ចឹងខ្ញុំអាចឈរនៅលើ layer របស់នេះ layer របស់ Starbucks ហ្នឹងមកហើយខ្ញុំចូលមកកាន់កន្លែង brightness ហ្នឹងហើយខ្ញុំធ្វើការបន្ថែមជាមួយនឹង brightness បន្តិចដើម្បីវារៀងភ្លឺបន្តិចបន្តមកទៀតខ្ញុំចូលកន្លែង matcha នេះដូចគ្នាគឺខ្ញុំចូលទៅកាន់កន្លែង layer នេះមួយមកបន្តមកទៀតខ្ញុំយកកន្លែង brightness ហើយខ្ញុំតម្លើងពន្លឺវាបន្តិចអូខេឃ
គេថាវារៀងភ្លឺមិនតិចហើយអញ្ចឹងគឺវាមានសោភ័ណភាពជាងមុនមិនតិចហើយវាកាន់តែប្រសើរជាងមុនហើយកន្លែងនេះឃើញថាអក្សរនេះវារៀងមើលទៅរៀងមានសាច់មិនតិចអញ្ចឹងយើងអាចដាក់ effect ចូលទៅកាន់ blending option ដើម្បីចូលទៅកាន់ blending mode ដើម្បីបន្ថែមជាមួយនឹង style របស់អក្សរហ្នឹងតិចអញ្ចឹងកន្លែងនេះគឺជាកន្លែង touch អញ្ចឹងអាចមកស្ដាំមកចូលកន្លែង blending option បន្តមកទៀតអ្នកនរគ្នាអាចយក inner shadow នេះហើយអាចធ្វើការសេរីបានអូខេសេរីទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាមកហើយកន្លែងនេះខ្ញុំអាចដាក់ bevel and emboss នេះបន្តិចហើយអ្នកនរគ្នាអាចសេរី depth ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាមកសេរីថាយើងពេញចិត្តប៉ុណ្ណាបើសម្រាប់ខ្ញុំអាចយកប៉ុណ្នេះចុះហើយបន្តមកទៀតខ្ញុំចុច OK ប៉ុណ្នេះហើយបន្តមកទៀតកន្លែងកែវនេះមានជាមួយនឹង blur មួយអញ្ចឹងខ្ញុំអាចបង្កើត layer ថ្មីមួយរបស់ matcha នេះខ្ញុំអាច comment J មកហើយខ្ញុំយក layer ក្រុមនេះទាញមកលើគេអូខេបន្តមកទៀតខ្ញុំចុចនៅ layer ហ្នឹងចុច comment ទីដើម្បីពង្រួមវាតូចបន្តិចហើយខ្ញុំធ្វើការដាក់វាតូចកន្លែងនេះមកអូខេបន្តមកទៀតយើងធ្វើការបង្កើត blur ជាមួយនឹងកែវ matcha ហ្នឹងយើងចូល filter blur បន្តមកទៀតខ្ញុំយក motion blur ហើយខ្ញុំយកវា6នេះបានហើយអូខេប៉ុណ្នេះគេថាអក្សរនេះរៀងទូចបន្តិចខ្ញុំអាចcomment ទីនៅលើគ្រប់របស់ text នេះមកហើយខ្ញុំចុច Alt ឬក៏ Option នេះចុះដើម្បីបង្រិចវារៀងធំបន្តិចមកបន្តមកទៀតគេថា main នេះវារៀងអត់សូវច្បាស់ទេបើន័យថាវារៀង blur អញ្ចឹងយើងអាចចូលនៅលើ layer របស់ មេឃរបស់ sky នេះមកចូល filter ហើយ blur ខ្ញុំអាចយក motion blur អូខេខ្ញុំអាចយក22ចុះអូខេបន្តមកទៀតយើងធ្វើការដាក់ touch នេះគឺខ្ញុំយកជាមួយនឹង pen tool ដើម្បីមកគូរជាមួយនឹង line មួយនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើត layer ថ្មីមួយបន្តមកទៀតចូលទៅកាន់ pen tool នេះហើយខ្ញុំបិទ fill នេះមកហើយ stroke នេះខ្ញុំយកពណ៌ Q នេះខ្ញុំធ្វើការគូសមកខ្ញុំចុចកន្លែងនេះមួយហើយចុច shift កន្លែងនេះមួយដើម្បីឲ្យវាត្រង់ហើយខ្ញុំចុច shift មួយទៀតហើយខ្ញុំចុចកន្លែងនេះមួយទៀតអូខេបន្តមកទៀតយើងធ្វើការសេរីជាមួយនឹងនេះឲ្យវារៀងអុចដាច់នេះបានយើងអាចសេរីកន្លែងនេះអញ្ចឹងយើងអាចឈរនៅកន្លែងនេះមកហើយកន្លែងចូលកន្លែងនេះមកដើម្បីអាចសេរីបានអូខេប៉ុណ្នេះអូខេបន្តមកទៀតខ្ញុំដាក់អក្សរមួយទៀតថា matcha បន្តមកទៀតខ្ញុំអាចសេរីជាមួយនឹងអក្សរនឹងបានដោយចូលកន្លែងcharacter នេះមកហើយខ្ញុំចូលកន្លែង color នេះដើម្បីដូរពណ៌អូខេបន្តមកទៀតខ្ញុំចុច comment ទីហើយចុច Alt ឬក៏ Option ឲ្យជាប់ចាំមកទាញវារៀងចូលតិចមកហើយបញ្ហាគឺត្រង់ថាវាអក្សរធំសុទ្ធអញ្ចឹងដល់ពេលដែលវាអក្សរធំសុទ្ធគឺដោយសារតែយើងធីកកន្លែងនេះដាក់ TT នេះ all cap ហ្នឹងអញ្ចឹងយើងចុចដោះកន្លែងហ្នឹងមួយវិញមកហើយកម្រិតពីលើមកក្រោមកន្លែងនេះខ្ញុំដាក់ប៉ុណ្នេះមកអូខេ matcha frame អញ្ចឹងខាងនេះគឺដូចគ្នាយើងចូលនៅលើ matcha អក្សរ matcha ហ្នឹងមកហើយកន្លែង shape ហ្នឹងមកបន្តទៀតចុច command J control T ហើយយើងធ្វើការ copy វាមកដាក់កន្លែងនេះមកហើយខ្ញុំធ្វើការចូលនៅលើ shape ហ្នឹងមកចុច command T បន្តមកទៀតmouse ស្ដាំយកគេថា vertical
ហើយយកពាក្យថា horizontal មួយទៀតអូខេប៉ុណ្ណេះចុច command T មកចុច enter តោះនេះខ្ញុំទាញមកឆាននេះមកខមកខ្ញុំដាក់ពាក្យថា Starbucks Frap អូខេ Starbucks អូខេប៉ុណ្ណេះមកប៉ុណ្ណេះឃើញថា artwork របស់យើងគឺរួចរាល់ហើយឃើញថាងាយមែនតើជាមួយនឹង artwork មួយនេះហើយបើសិនបើឲ្យអ្នកនរគ្នាធ្វើតាមលំនាំ artwork នេះគាត់ថាអាចធ្វើដូចអត់ឬក៏អាចនឹងដូចប្រហែល%អាចសាកធ្វើម្នាក់មួយនៅខាងក្រោមមកហើយចំពោះ asset ឬក៏រូបភាពមួយចំនួនដែលយកទៅ design ខ្ញុំនឹងតម្លាក់នៅក្នុង description ដែលអ្នកនរគ្នាចូលទៅកាន់ description ហើយចូលទៅកាន់ Telegram channel អាចធ្វើការ design ឬក៏យក asset ហ្នឹងទៅធ្វើតាមគំរូនៃវីដេអូនេះបានអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងអាចជួយអ្នកនរគ្នាមួយផ្នែកដើម្បីបង្កើតជំនាញថ្មីមួយនៅក្នុងផ្នែកមួយនៃជីវិតរបស់អ្នកទាំងអស់គ្នាហើយអរគុណហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត